គ្នាយើងខ្លះអត់ដឹងថាស្បែកជើងក្នុងវគ្គស្ទូចត្រីនេះវាមានសារៈសំខាន់ប៉ុណ្ណាទេគេបង្កើតមកនៅក្នុងហ្គេមហ្នឹងសិតតែមានសារៈសំខាន់ហើយសិតតែអាចយកធ្វើអីបានហើយបានគេបង្កើតមកឲ្យយើងហើយមានគ្នាយើងខ្លះទៀតតាំងពីចាប់ដើម event មកដល់ឥឡូវហ្នឹងស្ទូចអាស្បែកជើងហ្នឹងអត់ទាន់បានមកជាហៀងផងហើយមានគ្នាយើងខ្លះទៀតហ្នឹងគាត់ស្ទូចរហូតដល់បានមកគួរហើយគ្នាយើងដែលស្ទូចត្រីហើយបានស្បែកជើងហ្នឹងសិតតែអ្នកមានសំណាងឯងមិនមែនចេះតែបានទេហើយថាស្បែកជើងហ្នឹងគេយកធ្វើអីចាំខ្ញុំប្រាប់អញ្ចឹងជំហានដំបូងនៅពេលដែលយើងស្ទូចត្រីតែបានស្បែកជើងហ្នឹងយើងគ្រាន់តែ screenshot រូបស្បែកជើងហ្នឹងទុកនៅក្នុងទូរស័ព្ទហើយជំហានទី2បើសិនជាលក្ខខណ្ឌណាមួយនៅពេលដែលយើងដើរឬក៏ជួបប្រទេសអ្នកដែលគេនិយាយមិនល្អពីយើងណានិយាយដើមនិយាយលើសពីយើងទៅយើងគ្រាន់តែដកទូរស័ព្ទហ្នឹងមកហើយដាក់រូបស្បែកជើងហ្នឹងមកញុកមាត់អ្នកដែលនិយាយដើមយើងហ្នឹងផ្លាច់ជាការស្រេចហើយជំហានទី3អ្នកទាំងអស់គ្នាគ្រាន់តែសួរថាមាត់ពាក់ស្បែកជើងលេខប៉ុន្មានជាការស្រេចអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយស្បែកជើងហ្នឹងវាមានសារៈសំខាន់ប៉ុណ្ណាអ្នកទាំងអស់គ្នាអាចស្ដាប់យល់ហើយ